ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងរ៉ាវមួយរឿងនេះជារឿងពិតបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនតែនកាលពីប្រហែលឆ្នាំមុនតាក់ទងទៅនឹងប្រលឹងខ្មោចបុរសម្នាក់បានក្រឡាខ្លួនជាមនុស្សហើយបក់ដៃហើយឡានតាក់ស៊ីជិះទៅស្រុកដើម្បីរកប្រពន្ធពេលទៅដល់ស្រុកស្រាប់តែកង់ឡានរងចាំបុរសម្នាក់នឹងដើម្បីចុះទៅយកលុយមកឲ្យខ្លួនប៉ុន្តែចាំបាត់មិនឃើញទាល់តែសោះក៏បង្កមានការឆ្លោះប្រកែកជាមួយនឹងស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះដោយប្រពន្ធបាននិយាយថាគឺរូគេអត់បានឃើញមាននរណាមកនោះទេប្រពន្ធបាននិយាយថាប្តីរបស់គេគឺបានស្លាប់ហើយបន្ទាប់ពីតកងឡានដឹងថាបុរសដែរបានជិះឡានខ្លួននោះគឺជាខ្មោចធ្វើឲ្យតកងឡាននោះមានការផិតភ័យជាខ្លាំងបាននិយាយរឿងខាងលើនេះកន្លងមករូបខ្ញុំក៏ធ្លាប់បានចេញផ្សាយផងដែរតកតងទៅនឹងរឿងរ៉ាវស្រដៀងខាងលើនេះដូចជារឿងប្រលឹងខ្មោចបានបន្លំខ្លួនជួលម៉ូតូដប់ជិះទៅស្រុកជាដើមដែលបានកាត់ឡើងនៅស្រុកត្រាំកក់ហើយនឹងមានរឿងរ៉ាវស្រដៀងគ្នាជាច្រើនទៀតជាក់ស្ដែងដូចជាបុរសម្នាក់នេះអញ្ចឹងបានស្លាប់ហើយគាត់បានប្រែក្រឡាខ្លួនទៅជាមនុស្សហៅឡានតាក់ស៊ីជិះទៅស្រុកហើយពេលដែលដឹកទៅដល់គោលដៅតែកង់ឡានចាំបាត់មិនឃើញបុរសម្នាក់នោះយកលុយមកឲ្យខ្លួនហើយក៏មានការឆ្លោះប្រកែកតាំងសរសៃកជាមួយនឹងស្ត្រីជាប្រពន្ធសពពីរឿងលុយថ្លៃឈ្នួលដែលបុរសម្នាក់នោះបានជិះឡានខ្លួនបើយើងទៅតាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធបាននិយាយដឹងថាពេលនោះគាត់ឃើញរថយន្តឈ្នួលដឹកអ្នកដំណើរមួយគ្រឿងម៉ាកនីសាន់មួយបាំងកន្លះបានមកចតចាំពីមុខផ្ទះរបស់គាត់ដែលជាប់នឹងដងផ្លូវនៅក្នុងរថយន្តនោះពុំមានអ្នកដំណើរជិះនោះទេមានតែកង់ឡានម្នាក់ឯងប៉ុណ្ណោះដែលចេះតែសម្លឹងមើលទៅកាន់ផ្ទះរបស់ខ្ញុំធ្វើឲ្យរូបខ្ញុំជាម្ចាស់ផ្ទះមានការងឿងឆ្ងល់តែកាលនោះក៏មិនបានចេញមកសួរនាំអ្វីដែរក្រោយពីរូបខ្ញុំបានឃើញឡានមួយនោះចតនៅមុខផ្ទះប្រមាណជា10នាទីតែកង់ឡានបានបើកទ្វារចេញពីក្នុងឡានហើយបានដើរចូលសម្ដៅមកក្នុងផ្ទះរបស់ខ្ញុំទាំងទឹកមុខក្រញើដូចជាកំពុងតែខឹងសម្បានឹងរឿងអ្វីមួយអញ្ចឹងចំណែករូបខ្ញុំជាម្ចាស់ផ្ទះពេលឃើញភ្ញៀវដែលពុំធ្លាប់ស្គាល់ដើរចូលមកក៏ដើរចេញពីក្នុងផ្ទះមកដែរហើយក៏អញ្ជើញភ្ញៀវឲ្យអង្គុយនៅលើគ្រែក្រោមផ្ទះបន្ទាប់ពីភ្ញៀវអង្គុយនៅលើគ្រែភ្លាមតែកង់ឡានរូបនោះនិយាយទាំងមិនសប្បាយចិត្តថាគ្រាន់តែចូលមកយកលុយក្នុងផ្ទះសោះអីក៏យូរម្លេះឲ្យគេអង្គុយចាំនៅក្នុងឡានឡើងធុញទៅហើយឮតែកង់ឡានរអ៊ូរទាំដូច្នេះរូបខ្ញុំក៏បានបើកភ្នែកធំដាក់តកង់ឡានដូចជាមានការងឿងឆ្ងល់យ៉ាងខ្លាំងមិនដឹងថាតែកង់ឡានម្នាក់នេះនិយាយសំដៅទៅលើអ្នកណាដែលថាដើរចូលមកយកលុយអ្វីក៏យូរម្លេះនោះទេរូបខ្ញុំជាប្រពន្ធក៏បានសួរទៅកាន់តកង់ឡានវិញថាតើអ្នកណាដែលប្រាប់ថាចូលមកយកលុយពីក្នុងផ្ទះរបស់ខ្ញុំឲ្យថ្លៃឈ្នួលជិះឡាននោះពេលនោះតែកង់ឡានក៏បានប្រាប់ខ្ញុំថាគឺមានបុរសម្នាក់ដែលជិះឡានគាត់ហើយឲ្យគាត់ឈប់ឡាននៅមុខផ្ទះនេះថាដើរចូលមកយកលុយថាឲ្យរូបខ្ញុំចាំបន្តិចចាំរូបគេចូលមកយកលុយនៅក្នុងផ្ទះសិនស្ត្រីជាប្រពន្ធក៏បាននិយាយទៀតថាពេលដែលឮតែកង់ឡាននិយាយដូច្នេះខ្ញុំរឹតតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឮតែកង់ឡានប្រាប់ថាមានបុរសម្នាក់បានចុះពីលើឡានហើយដើរចូលមកក្នុងផ្ទះរបស់ខ្ញុំពីព្រោះពេលដែលសំឡេងឡានជន់ប្រាំងមកឈប់ពីមុខផ្ទះគឺខ្ញុំកំពុងអង្គុយនៅលើក្រែក្រោមផ្ទះគឺពុំឃើញមានមនុស្សប្រុសណាម្នាក់ដើរចូលមកក្នុងផ្ទះខ្ញុំដោយអ្វីដែលតែកង់ឡានបាននិយាយប្រាប់នោះទេគឺខ្ញុំឃើញមានតែកង់ឡានម្នាក់ឯងអង្គុយនៅក្នុងឡានតែប៉ុណ្ណោះស្ត្រីជាប្រពន្ធឈ្មោះផាតក៏បាននិយាយទៀតថាពេលនោះនាងបានប្រាប់ទៅតែកង់ឡាននោះថាគ្មានឃើញមនុស្សប្រុសណាដើរចូលមកក្នុងផ្ទះរបស់ខ្ញុំទេការដែលខ្ញុំនិយាយថាគ្មានបុរសម្នាក់ណាចុះពីលើឡានរបស់គាត់ដើរចូលមកក្នុងផ្ទះរបស់ខ្ញុំបែបនេះបានធ្វើឲ្យតែកង់ឡានមានការក្តៅចិត្តជាខ្លាំងក៏បានប្រើសម្ដីខ្លាំងដាក់ខ្ញុំថាថ្លៃឈ្នួលឡានគេយកតែ 5,000 រៀលសោះមិនថ្លៃឡើយតាមថាត្រូវយកដល់ 10,000 រៀលឯណោះតែដោយសារបុរសនោះអង្វរពេកទើបចុះតម្លៃយក 5,000 ប៉ុណ្ណឹងទៅមិនចង់កិច្ចមុខមិនចង់ឲ្យថ្លៃឈ្នួលឡានឬបន្ទាប់ពីខ្ញុំឮតែកង់ឡានបោះពាក្យសម្ដីខ្លាំងដាក់ខ្ញុំបែបនេះខ្ញុំពេលនោះក៏មានចិត្តខឹងតងក៏បានតបទៅវិញដែរដោយខ្ញុំនិយាយថាអត់មានមនុស្សប្រុសណាដើរចូលមកក្នុងផ្ទះខ្ញុំនោះទេគឺខ្ញុំថាអត់គឺអត់ហើយកុំមកចង់ប្រើល្បិច
បោកយកលុយពីខ្ញុំឲ្យសោះគឺទៅមិនរួចនោះទេខណៈពេលដែលរូបខ្ញុំនឹងតែកង់ឡានកំពុងតែជជែកគ្នាយ៉ាងតឹងសរសៃកដាក់គ្នាបែបនោះមកខណៈពេលនោះបរិះតែកង់ឡានក៏បានចោលភ្នែកសម្លឹងទៅសសរកន្លោងតែរបស់ខ្ញុំក៏ឃើញរូបថតមនុស្សប្រុសម្នាក់នៅក្នុងស៊ុំកញ្ចក់នោះហើយតែកង់ឡានក៏បានចង្អុលទៅកាន់រូបថតនោះថាប្រាប់ឲ្យថាគឺជាមនុស្សប្រុសនៅក្នុងរូបថតនោះហើយដែលបានជិះឡានរបស់គេពីត្រើយខាងលិចកំពុងចម្លងអ្នកលឿងនោះមកហើយក៏បានចុះពីឡានថាឲ្យគេរងចាំមួយផ្លែតថាដើរចូលមកយកលុយនៅក្នុងផ្ទះប៉ុន្តែចេះតែចាំបាត់ទៅមិនឃើញតតែសោះគ្រាន់តែខ្ញុំឮតែកង់ឡានប្រាប់ថាមនុស្សប្រុសដែលចុះពីលើឡានដើរចូលក្នុងផ្ទះនោះគឺជាបុរសនៅក្នុងរូបថតត្រូវជាប្តីរបស់ខ្ញុំនោះពេលនោះរូបខ្ញុំគក់ទ្រូងហើយបាននិយាយថាពុទ្ធោហើយមិនក៏មានរឿងបែបនេះកើតឡើងទៅវិញហើយខ្ញុំក៏បាននិយាយប្រាប់តែកង់ឡានថាបុរសដែលនៅក្នុងរូបថតតែកង់ឡានឯងថាបានជិះឡានហើយដើរចូលក្នុងផ្ទះនោះរូបគេគឺជាប្តីរបស់ខ្ញុំគឺប្តីរបស់ខ្ញុំទៅតែស្លាប់ទៅបានជាង1អាទិត្យនេះទេរីឯតែកង់ឡានវិញពេលដែលខ្ញុំនិយាយថាបុរសម្នាក់នោះជាប្តីរបស់ខ្ញុំហើយបានស្លាប់បាត់បង់ជីវិតទៅហើយស្រាប់តែកង់ឡានប្រែទឹកមុខស្លេកស្លាំងនិយាយរដាក់រដប់ហើយបាននិយាយថាខ្មោចបានក្រឡាខ្លួនជាមនុស្សហៅឡានខ្ញុំជីរំពេចនោះតែកង់ឡានក៏បានដួលតោងទៅលើគ្រែសន្លប់បាត់ទៅលុះសន្លប់អស់មួយស្របក់ទៅដឹងខ្លួនឡើងវិញក្រោយពីម្ចាស់ផ្ទះនិងអ្នកជិតខាងបានជួយគក់ច្របាញ់ងើបពីសន្លប់តែកង់ឡានបាននិយាយរៀបរាប់ថានៅវេលាម៉ោងប្រមាណជា6ល្ងាចទៅហើយរូបគេបានជិះឡានមកដល់ត្រើយខាងលិចកំពុងចម្លងអ្នកលឿងដើម្បីដាក់អ្នកដំណើរទាំងអស់នោះចុះពីលើឡានដូច្នេះគេត្រូវបើកឡានឆ្លងសាឡាងទៅផ្ទះនៅឯស្រុកកំណើតរបស់គេនៅស្រុកកំពង់ត្របែកខេត្តព្រៃវែងពេលនោះគឺគ្មានអ្នកដំណើរម្នាក់ណាជិះជាមួយគេឡើយពេលកំពុងរងចាំឆ្លងសាឡាងក៏មានបុរសម្នាក់អាយុប្រហែលជា30ឆ្នាំបានមកតថ្លៃជិះឡានដោយដំបងរូបគេក៏បានទាឈ្នួលពីបុរសម្នាក់នោះចំនួន10000រៀលប៉ុន្តែបុរសនោះសុំចោះថាយកត្រឹម5000រៀលបានហើយរូបគេក៏យល់ព្រមដឹកបុរសម្នាក់នោះទៅហើយបុរសម្នាក់នោះបានឡើងអង្គុយនៅរបាំងខាងក្រោយលុះមកដល់ពីមុខផ្ទះរបស់បុរសរូបនោះក៏ត្រូវបានបុរសរូបនោះប្រាប់ឲ្យរូបគេឈប់ចាំបន្តិចគេដើរទៅយកលុយពីប្រពន្ធរបស់គេមកឲ្យប៉ុន្តែកង់ឡានពិតជាមិននឹកស្មានសោះថាបុរសម្នាក់ដែលជិះឡានជាមួយខ្លួននោះគឺជាខ្មោចទាល់តែសោះដែលជាខ្មោចប្រែក្រឡាខ្លួនជាមនុស្សបែបនេះស្ដាប់ការរៀបរាប់របស់កង់ឡានធ្វើឲ្យស្ត្រីជាប្រពន្ធកាន់តែនឹកសង្វេគទៅដល់ព្រលឹងខ្មោចប្តីហើយពេលនោះស្ត្រីជាប្រពន្ធក៏បានប្រគល់ប្រាក់ចំនួន5000រៀលឲ្យទៅតែកង់ឡាននោះដើម្បីកុំឲ្យព្រលឹងខ្មោចប្តីមានជាប់ជំពាក់កម្មពីជាមួយនឹងតែកង់ឡានម្នាក់នោះដោយឡែកស្ត្រីជាប្រពន្ធក៏បាននិយាយរៀបរាប់អំពីរឿងរ៉ាវរបស់ប្តីខ្លួនថាពេលដែលប្តីរបស់ខ្លួនមិនទាន់ស្លាប់នោះពេលទំនេរពីការងារធ្វើស្រែប្តីរបស់ខ្ញុំនិងខ្ញុំបានទៅធ្វើការជាកម្មករសំណង់នៅឯភ្នំពេញប្តីរបស់ខ្ញុំគឺមានជំងឺឈឺចុកទ្រូងអស់រយៈពេលជាយូរឆ្នាំហើយផងដែរឲ្យគ្រូពេទ្យឆ្លោះមើលទៅពេទ្យថាប្តីខ្ញុំមានរោគបេះដូងរីកនិងមានខ្លាញ់រោមសរសៃបេះដូងថែមទៀតតែដោយសារជីវភាពរបស់ពួកខ្ញុំរកបានព្រឹកខ្វះល្ងាចដូច្នេះខ្ញុំបានត្រឹមតែទិញថ្នាំបន្តិចបន្តួចដើម្បីព្យាបាលអាការៈប្តីរបស់ខ្ញុំប៉ុណ្ណោះហើយប្តីរបស់ខ្ញុំចេះតែធ្វើការសំណងទាំងឈឺទាំងជាបែបនេះទៅនៅថ្ងៃមួយនោះគឺនៅថ្ងៃទី9ខែមករាឆ្នាំ2009ពេលដែលកំពុងធ្វើការប្តីខ្ញុំស្រែកឈឺចុកទ្រូងយ៉ាងខ្លាំងហើយខ្ញុំក៏បានសុំមេការនាំប្តីមកស្រុកកំណើតវិញគឺនៅភូមិស្ពឺខាងលិចស្ថិតនៅក្នុងឃុំស្ពឺស្រុកបាភ្នំខេត្តព្រៃវែងដើម្បីយកប្តីមកព្យាបាលដោយថ្នាំគ្រូបុរាណនៅឯស្រុកវិញពីព្រោះថាព្យាបាលនៅភ្នំពេញគឺខ្ញុំអត់មានសមត្ថភាពនោះទេស្ត្រីជាប្រពន្ធក៏និយាយថាខ្ញុំក៏បាននាំប្តីចេញពីការដ្ឋានសំណាងជិះម៉ូតូដប់មកដល់ច្បារអំពៅប្តីខ្ញុំក៏កាន់តែចុកទ្រូងខ្លាំងឡើងដដែលលុះពេលដែលខ្ញុំជិះម៉ូតូដប់មកដល់ច្បារអំពៅខ្ញុំក៏បាននាំប្តីខ្ញុំឡើងជិះតាក់ស៊ីមកកាន់ស្រុកកំណើតពេលដែលឡានតាក់ស៊ីបើកមកដល់ម្ដុំមុខវត្តចម្ប៉ារាំងសីប្តីរបស់ខ្ញុំក៏បានត្រដោកខ្យល់ទៅហើយអ្នកបើកតាក់ស៊ីឃើញដូច្នេះគេខ្លាចប្តីខ្ញុំដាច់ខ្យល់ស្លាប់នៅក្នុងឡានរបស់គេពេលនោះគេក៏ឈប់ហើយសុំឲ្យខ្ញុំនិងប្តីចុះពីលើឡានតាក់ស៊ីរបស់គេទៅពេលនោះដែរទោះបីជាខ្ញុំយំអង្វរក៏សុំឲ្យតាក់ស៊ីបើកខ្ញុំដល់ត្រឹមកំពុងចម្លងអ្នកលឿងប៉ុណ្ណោះក៏តាក់ស៊ីគេមិនព្រមដឹកខ្ញុំដែរគេខ្លាចប្តីខ្ញុំស្លាប់លើឡានរបស់គេខ្ញុំនិងប្តីពេលនោះបានចុះមកអង្គុយលើចិញ្ចើមថ្នល់
ក្បែរវត្តចម្ប៉ានោះយ៉ាងអាណោចអាធំជាទីបំផុតមកដល់វេលាម៉ោង12ថ្ងៃត្រង់មេឃក្តៅចាស់ពួកខ្ញុំក៏បានចុះពីលើតាក់ស៊ីបានប្រហែល20នាទីប្តីរបស់ខ្ញុំក៏បានដាច់ខ្យល់ស្លាប់ទាំងដេកកោយក្បាលនៅលើផ្លូវរបស់ខ្ញុំធ្វើឲ្យខ្ញុំស្រែកយំម្នាក់ឯងដូចជាទូកនៅកណ្ដាលទន្លេគ្មានស្គាល់នរណាហើយក៏មិនដឹងធ្វើយ៉ាងណាបាននាំសពរបស់ប្តីទៅកាន់ផ្ទះនៅស្រុកកំណើតឡើយពេលនោះប៉ូលីសស្រុកគៀនស្វាយរូបគាត់មានក្តីមេត្តាដល់រូបខ្ញុំក៏បានទូរស័ព្ទហៅរថយន្តសាមុយរបស់ពេទ្យបង្អែកស្រុកគៀនស្វាយឲ្យជួយដឹកសពរបស់ប្តីខ្ញុំមកដល់ស្រុកកំណើតរបស់ខ្ញុំតែម្ដងដោយកាលនោះគេយកតែ$80ប៉ុណ្ណោះព្រោះគេអាណិតមកលើក្រុមគ្រួសាររបស់ខ្ញុំស្ត្រីជាប្រពន្ធក៏បាននិយាយទៀតថាក្រោយពីបុណ្យសព7ថ្ងៃរបស់ប្តីខ្ញុំកន្លងផុតទៅបាន3ថ្ងៃក៏ស្រាប់តែជួបនៅហេតុការណ៍ស្ទើរតែមិនគួរឲ្យជឿទាល់តែសោះដែលប្រលឹងខ្មោចប្តីខ្ញុំបានក្រឡាខ្លួនទៅជាមនុស្សហៅឡានតាក់ស៊ីជិះមកផ្ទះបែបនេះរូបខ្ញុំក្រោយពេលដែលជួបនៅរឿងរ៉ាវគួរឲ្យព្រឺសម្បល់បែបនេះរំលងបានមួយថ្ងៃលុះជប់ឡើងប្រលឹងខ្មោចប្តីខ្ញុំក៏បានមកបញ្យល់សពដោយនិយាយរៀបរាប់ទាំងយំសោកប្រាប់ខ្ញុំនៅក្នុងយល់សពនោះថាម៉ែវាអើយម៉ែវាខ្ញុំឈឺចុកចាប់ណាស់ខ្ញុំស្លាប់ចោលម៉ែវាឯងនៅកណ្ដាលផ្លូវគួរឲ្យអាណិតរូបខ្លួនឯងណាស់ម៉ែវាអើយនៅក្នុងយល់សពប្តីខ្ញុំនិយាយទៀតថាពេលស្លាប់ទៅភ្លាមប្រលឹងរបស់ខ្ញុំអត់ទៅណានោះទេខ្ញុំឃើញអ្នកដំណើរចាំរមមើលត្រាត្រាហើយពេលនោះខ្ញុំឃើញប៉ូលីសគេជួយហៅឡានពេទ្យមកដឹកសពខ្ញុំទៀតផងម៉ែវាពេលឡានបើកចេញទៅប្រលឹងខ្ញុំក៏លោតឡើងឡានពេទ្យនោះដើម្បីមកស្រុកតាមម៉ែវាឯងដែរលុះពេលដែលខ្ញុំជិះមកដល់អ្នកលឿងត្រើយខាងលិចក៏មានមេខ្មោចជាច្រើនមកចំរោមដេញខ្ញុំឲ្យចុះចេញពីលើឡាននោះពួកមេខ្មោចថាប្រលឹងខ្ញុំពុំអាចមកផ្ទះបានទេពីព្រោះគឺជាខ្មោចតៃហោងស្លាប់តាមផ្លូវគ្មានអាចារ្យឲ្យធម៌ស្ត្រីជាប្រពន្ធគាត់ក៏បានសួរប្តីរបស់គាត់នៅក្នុងយល់សពនោះថាបើឪវាឯងមានមេខ្មោចមកខាត់ដំណើរដូចនេះតើធ្វើម៉េចទៅឪវាឯងឡើងជិះតាក់ស៊ីមកដល់ផ្ទះបានពេលនោះប្រលឹងខ្មោចប្តីខ្ញុំបានប្រាប់ខ្ញុំថាពួកមេខ្មោចបានខាត់ប្រលឹងរបស់ខ្ញុំជាច្រើនថ្ងៃលុះនៅក្នុងថ្ងៃនោះពួកមេខ្មោចមិនដឹងជាវាមានកិច្ចការអ្វីទេក៏បានដើរចេញទៅឆ្ងាយអស់ទៅប្រលឹងរបស់ខ្ញុំមានឱកាសប្រែក្រឡាខ្លួនទៅជាមនុស្សអាចហៅឡានតាក់ស៊ីជិះមកដល់ផ្ទះបែបនេះចាពុកម៉ែបងប្អូនអ្នកស្ដាប់នេះគឺជារឿងរ៉ាវពិតមួយដែលបានកើតឡើងនៅក្នុងខេត្តព្រៃវែងបើស្ដាប់មើលទៅវាជារឿងដែលស្ទើរមិនគួរឲ្យជឿប៉ុន្តែវាបានកើតឡើងហើយកាលពីអំឡុងឆ្នាំ2009បានកើតឡើងទៅលើក្រុមគ្រួសាររបស់បងស្រីផានបើស្ដាប់មើលទៅពិតជាមានការអាណិតចំពោះប្រលឹងខ្មោចប្តីរបស់គាត់ខ្លាំងមែនតែនពេលដែលប្តីគាត់ស្លាប់ហ្នឹងគឺស្លាប់នៅពាក់កណ្ដាលផ្លូវកាលនោះគឺអត់មានអាចារ្យឲ្យធម៌នោះទេស្ត្រីជាប្រពន្ធក៏បាននិយាយដែរថារូបគាត់ផ្ទាល់ស្ទើរតែមិនគួរឲ្យជឿទាល់តែសោះថាអាចនឹងមានរឿងរ៉ាវចម្លែកបែបនេះកើតមានមែននោះដោយប្រលឹងខ្មោចប្តីរបស់គាត់បានហៅឡានតាក់ស៊ីជិះមកដល់ផ្ទះហើយពេលដែលជួបនៅហេតុការណ៍នេះរំលងបានមួយថ្ងៃយប់ឡើងប្តីរបស់គាត់ក៏មកបញ្យល់សពប្រាប់គាត់អំពីរឿងរ៉ាវថាគួរឲ្យស្រណោះដល់ខ្លួនគាត់ណាស់ដែលបានស្លាប់នៅកណ្ដាលផ្លូវអត់មាននរណាជួយកាលនោះប៉ុន្តែកាលនោះគឺមានប៉ូលីសនៅស្រុកគៀនស្វាយបានជួយហៅឡានពេទ្យដើម្បីដឹកសាកសពរបស់គាត់មកធ្វើបុណ្យនៅស្រុកកំណើតបើតាមការយល់សពប្រលឹងខ្មោចប្តីរបស់គាត់ប្រាប់ថាពេលដែលឡានតាក់ស៊ីមកយកគាត់ហ្នឹងក៏គាត់បានជិះឡានតាក់ស៊ីហ្នឹងមកដែរប៉ុន្តែមកដល់កំពង់ចម្លងអ្នកលឿងត្រើយខាងលិចពេលនោះក៏មានមេខ្មោចចេញមកខាត់ប្រលឹងខ្មោចប្តីរបស់គាត់ថាប្រលឹងខ្មោចប្តីរបស់គាត់ហ្នឹងមិនអាចធ្វើដំណើរទៅផ្ទះបាននោះទេដោយសារតែប្តីរបស់គាត់គឺជាខ្មោចតៃហោងស្លាប់ដោយអត់មានអាចារ្យឲ្យធម៌ហើយពេលនោះក៏ត្រូវបានមេខ្មោចបានកាក់ប្រលឹងប្តីគាត់ឃុំទុកហើយប្រពន្ធក៏សួរថាចាប់បើត្រូវមេខ្មោចឃុំប្រលឹងទុកអញ្ចឹងមិនក៏បានអាចប្រែកាឡាខ្លួនទៅជាមនុស្សហើយឡានតាក់ស៊ីមកជិះបែបនេះហើយប្តីរបស់គាត់ថាដោយសារនៅក្នុងថ្ងៃនោះពួកមេខ្មោចនឹងមានភារកិច្ចអ្វីមួយត្រូវចេញឆ្ងាយហើយគាត់ក៏មានឱកាសក៏បានប្រែកាឡាខ្លួនទៅជាមនុស្សហើយបានជិះឡានតាក់ស៊ីមកផ្ទះបែបនេះទៅហើយតម្រាំតែមុនពេលដែលគាត់ដឹងថាប្តីរបស់គាត់បានប្រែកាឡាខ្លួនមនុស្សជិះឡានតាក់ស៊ីមកផ្ទះនេះមុនដំបូងគាត់មានការឆ្លោះប្រកែកជាមួយនឹងតែកង់ឡានយ៉ាងតឹងសរសៃកផងដែរប៉ុន្តែពេលនោះតែកង់ឡានគាត់ក៏បានចោលភ្នែកទៅឃើញមានបុរសម្នាក់នៅក្នុងរូបថតគឺបុរសដែលបានហៅឡានតាក់ស៊ីគាត់ជិះនេះហើយគាត់ក៏ប្រាប់ទៅស្ត្រីជាប្រពន្ធនោះហើយស្ត្រីជាប្រពន្ធក៏បានគួកទ្រូងស្រែកបន្ទ
ធោថាបធោហើយនេះគឺជាប្តីរបស់ខ្ញុំមិនតែប្តីរបស់ខ្ញុំគឺគាត់បានស្លាប់រយៈពេល1អាទិត្យទៅហើយពេលតែកងឡានឮដូច្នេះក៏បានដួលសន្លប់តងតែម្ដងហើយក្រោយពេលដឹងខ្លួនឡើងវិញក៏គាត់បាននិយាយអំពីរឿងរ៉ាវតាក់ទងទៅនឹងប្រលឹងខ្មោចបុរសម្នាក់នេះបានប្រែកាឡាខ្លួនហើយហៅឡានតាក់ស៊ីគាត់ជិះមកដល់ផ្ទះបែបនេះហើយទាំងប្រពន្ធនិងតែកងឡានស្ទើរតែមិនគួរឲ្យជឿដូចគ្នាថាវាអាចនឹងកើតមានឡើងវាដូចជារឿងរ៉ាវមួយស្ដែងពេកដែលខ្មោចបន្លំខ្លួនជាមនុស្សហៅឡានរបស់គាត់ជិះមកស្រុកកំណើតបែបនេះប្រសិនបើពួកគាត់មិនបានជួបនៅហេតុការណ៍នេះទេគឺពួកគាត់មិនជឿឡើយថាមានរឿងរ៉ាវចម្លែកបែបនេះកើតមាននៅក្នុងโลกយើងនេះប៉ុន្តែជាក់ស្ដែងតកតងទៅនឹងរឿងរ៉ាវខាងលើនេះកន្លងមកក៏ខ្ញុំធ្លាប់បានចេញផ្សាយផងដែររឿងរ៉ាវគឺស្រដៀងគ្នាដូចជាករណីនៅស្រុកត្រាំក៏អញ្ចឹងស្ត្រីម្នាក់គឺគាត់បានក្រឡាខ្លួនជាមនុស្សហើយហៅម៉ូតូឌុបជិះទៅស្រុកកំណើតហើយរឿងរ៉ាវនេះគឺស្រដៀងទៅនឹងរឿងរ៉ាវរបស់បងស្រីខាងលើនេះដែរហើយកាលនោះក៏មានការឆ្លោះប្រកែកគ្នាដោយម៉ូតូឌុបរងចាំយកលុយឈ្នួលពីស្ត្រីម្នាក់ដែលប្រាប់ម៉ូតូឌុបថាឲ្យរងចាំសិនទៅគេចូលយកលុយសិនក៏ប៉ុន្តែនៅមានរឿងរ៉ាវច្រើនទៀតដែលវាស្រដៀងគ្នាដែលបងប្អូនស្ដាប់មើលទៅគិតថាជារឿងប្រឌិតប៉ុន្តែមិនមែនជារឿងប្រឌិតទេបងប្អូនរឿងនេះជារឿងពិតតែម្ដងដែលដកស្រង់ចេញពីសម្ដីសម័យខ្លួនដែលគាត់បានជួបហេតុការណ៍នេះផ្ទាល់តែម្ដងហើយសម្រាប់រឿងរ៉ាវខាងលើនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណដល់បងប្អូនដែលបានស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំនៅរឿងរ៉ាវក្រោយៗបន្តទៀត